នៅវេលារសៀលថ្ងៃអង្គារទី18ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកណមតុងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co Ltd និងសហការីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះលោកប្រធានក្រុមប្រឹក្សាភិបាលបានជម្រាបជូនសម្ដេចបវរធិបតីអំពីសមិទ្ធផលនិងប្រតិបត្តិការរបស់ក្រុមហ៊ុនដោយបានគូបញ្ជាក់ថាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខនៅរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជាហើយក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើការកសាងរោងចក្រផ្គុំនិងដំឡើងរថយន្តទាំងពីរម៉ាកនេះនៅកម្ពុជាដោយរោងចក្របង្គំនិងដំឡើងរថយន្តនេះត្រូវបានសាងសង់រួចរាល់និងបានចាប់ផ្ដើមដំណើរការបឋមនាពេលថ្មីនេះលោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញសម្ដេចបវរធិបតីផ្ដល់កិត្តិយសជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៅរោងចក្រផ្គុំនិងដំឡើងរថយន្តទាំងពីរម៉ាកនេះក្នុងពេលវេលាសមស្របណាមួយក្នុងឆ្នាំ2026នេះជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននិងជឿជាក់ថាក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀតសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុនដែលការវិនិយោគលើវិស័យនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជានិងផ្ដល់នូវផលិតផលដែលមានគុណភាពសុវត្ថិភាពនិងតម្លៃសមរម្យសម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនឬសិប្បកម្មក្នុងស្រុកដើម្បីផ្គត់ផ្គង់សម្ភារៈបំពាក់ក្នុងរថយន្តក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិនៅវេលាព្រឹកថ្ងៃពុធទី19ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យនីទូទាំងប្រទេសលើកទី11នៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញថ្លែងក្នុងពិធីនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាអាចារ្យនីជាអ្នកថែរក្សាប្រពៃណីនិងទំនៀមទម្លាប់ពង្រឹងសាមគ្គីភាពនៅមូលដ្ឋានអប់រំកុមារនិងយុវជនសាបព្រោះបណ្ដុះគុណធម៌សីលធម៌និងសុជីវធម៌និងជាដំណភ្ជាប់រវាងព្រះពុទ្ធសាសនាគ្រួសារសហគមន៍និងសង្គមរបស់ជនជាតិខ្មែរក្នុងន័យនេះសម្ដេចបវរធិបតីគាំទ្រនិងជំរុញឲ្យមានការបណ្ដុះបណ្ដាលអាចារ្យនីឲ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ដើម្បីថែរក្សាប្រពៃណីនិងទំនៀមទម្លាប់របស់ខ្មែរបន្ថែមពីនេះត្រូវបន្តយុទ្ធនាការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរដល់អាចារ្យនីឲ្យបានទូលំទូលាយដើម្បីបន្តដោះស្រាយវិបត្តិអាចារ្យខ្មែរលុបបំបាត់គម្លាតជំនាន់ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ខ្មែរក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេសជាមួយគ្នានេះត្រូវបង្កើនចំនួននិងសមត្ថភាពរបស់ឧទ្ទេសសាចារ្យព្រមទាំងកែលម្អឯកសារសិក្សានិងមុខវិជ្ជាបង្រៀនដើម្បីធានាគុណភាពប្រសិទ្ធភាពនិងភាពគ្រប់ជ្រុងជ្រោយនៃការបណ្ដុះបណ្ដាលសម្ដៅបំពេញតម្រូវការពិតប្រាកដនៅក្នុងប្រទេសសម្រាប់ការរៀបចំពិធីកម្មសាសនានិងពិធីមង្គលនានាសម្ដេចបវរធិបតីបានលើកឡើងថាទោះបីជាសង្គមមានការវិវត្តនិងឈានទៅរកសម័យកាលទំនើបយ៉ាងណាក៏ដោយការប្រែប្រួលនៃទំនៀមទម្លាប់ប្រពៃណីត្រូវតែស្ថិតក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបានដើម្បីជៀសវាងការបាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួនឆ្លៀតក្នុងឱកាសនៃពិធីសំណេះសំណាលជាមួយអាចារ្យនីទូទាំងប្រទេសលើកទី11នេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តនិងការលះបង់របស់លោកអុកវ៉ាន់ដេស្ថាបនិកសាលាដូងក្នុងដែនឧទ្យានជាតិគិរីរម្យដែលបានបង្កើតសាលាដូងនេះឡើងដើម្បីផ្ដល់ការអប់រំដល់កុមារក្នុងមូលដ្ឋាន
ពាក់ព័ន្ធនឹងបញ្ហាការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺឲ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូងដែលជាន់លើដីតំបន់ប្រវត្តិសាស្ត្រយោធានិងដើមឡើយបានខ្ចីដីរបស់ឧទ្យានជាតិគិរីរម្យសម្ដេចបវរធិបតីបានដាក់ចេញនៅដំណោះស្រាយចំនួន3រួមមានទី1ចេញបទបញ្ជាឲ្យយុទ្ធភូមិភាគទី3និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺផ្អាកការអនុវត្តការរុះរើដោយរក្សាស្ថានភាពដដែលនិងឲ្យសាលាដូងបន្តដំណើរការឲ្យគ្រូអាចស្នាក់នៅជាធម្មតាទី2ប្រគល់ភារកិច្ចឲ្យក្រសួងបរិស្ថាននិងអភិបាលខេត្តកំពង់ស្ពឺចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ទីតាំងជាក់ស្ដែងដើម្បីរៀបចំដំណោះស្រាយសមស្របនិងមានចីរភាពធានាឲ្យសាលាដូងអាចបន្តដំណើរការបានព្រមទាំងពិនិត្យស្ថានភាពសាលាបឋមសិក្សាគិរីរម្យដើម្បីដើរតួនាទីបំពេញគ្នានិងទី3សម្រាប់ផ្ដល់ការឧបត្ថម្ភថវិកាចំនួន5លានរៀលនិងអង្គ1តោនក្នុងមួយខែដល់សាលាដូងចាប់ពីខែកញ្ញាឆ្នាំ2026នេះតទៅដើម្បីជួយសម្រាលបន្ទុករបស់សាលានៅវេលាព្រឹកថ្ងៃសុក្រទី21ខែសីហាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានអញ្ជើញដល់ខ្ពង់ខ្ពស់ចូលរួមដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភា